ស្ដីបងប្អូនបាទថ្ងៃនេះបណ្ដាញគេខ្ញុំនាំបងប្អូនមកមើលកាមេរ៉ាតាហោះដែលវាទើបតែចេញមកថ្មីហើយកាមេរ៉ាតាហោះនេះវាមានមុខងារ two-way talk ហើយវាអាចនិយាយឆ្លងឆ្លើយបានតែជាប្រភេទប្រើម៉ាស៊ីនទេវាប្រភេទប្រើម៉ាស៊ីន XVR បាទអញ្ចឹងយើងអាចនិយាយឆ្លងឆ្លើយបានវានេះជំនាន់ថ្មីបងប្អូនហើយវាមានមុខងារ AI ដែរដែលវាចាប់សម្គាល់មនុស្សចាប់សម្គាល់ឡានគឺងាយស្រួលមែនទែនសម្រាប់យើងពេលដែលយើង play back មកវិញគឺចំណុចដែលមានមនុស្សគឺវាលោតវាមាន AI សម្គាល់ណាអញ្ចឹងយើងអាចនឹងងាយស្រួលក្នុងការ play back ឯឡើងវិញវាលយមែនទែនហើយអានេះវាទៅដូចចេញឯងបងប្អូនហើយវាមានកម្រិតភាពវា2 មេហ្គានិង5 មេហ្គាហើយខ្ញុំមាននៅក្នុង stock ស្រាប់ផងដែរអញ្ចឹងបងប្អូនដែលមានតម្រូវការបងប្អូនអាចទំនាក់ទំនងvớiខ្ញុំបានហើយចំពោះមួយទៀតគឺវាមានមុខងារមានសលេងហើយនិយាយឆ្លងឆ្លើយបានហើយមានបិទបើកភ្លើងហើយយើងអាចកំណត់ពេលមនុស្សឆ្លងកាត់បាញ់ភ្លើងបានហើយអាចកំណត់ពេលយកភ្លើងអូតូបានគឺលយមែនតើហើយម៉ាស៊ីននេះបើយើងចង់ឲ្យវាបយឮសលេងគឺប្រើម៉ាស៊ីនធម្មតាអត់បានទេយើងត្រូវប្រើជាមួយម៉ាស៊ីនដែល support two-way talk ដូចគ្នាតែបើយើងយកទៅដាក់ត្រឹមតែមើលរូបភាពហើយនឹងស្ដាប់សលេងយើងអាចដាក់ម៉ាស៊ីនផ្សេងក៏វា support ដែរប៉ុន្តែគ្រាន់តែវាអត់ស្គាល់មុខងារ voice សំឡេង two-way talk អញ្ចឹងបងប្អូនដែលមានតម្រូវការអាចមើលបានបងប្អូនដែលធ្លាប់ដាក់កាមេរ៉ាតាហោះគឺដឹងហើយ color វាស្អាត